មានរឿងមួយដែលមនុស្សយើងមិនសូវបានសុខគឺរឿងមិនចេះព្រមតាមសមត្ថភាពដែលខ្លួនយើងមានឧទាហរណ៍ថាយើងចង់បាន10000ស្រាប់តែយើងរកបានតែ8000អ្នកខ្លះមួម៉ៅក្តៅក្រហាយហេតុអីក៏មិនបាន10000មកហើយមិនបានសប្បាយជាមួយអា8000ដែលយើងរកបានហ្នឹងឯងចឹងបានជាព្រះអង្គពុទ្ធឲ្យយើងមានសេចក្តីសន្តោសហ្នឹងមិនមែនមានន័យថាខ្ជិលអត់ធ្វើការអីមិនប្រឹងមែននេះសន្តោសមានន័យថាព្រមតាមសមត្ថភាពតាមអ្វីដែលយើងអាចរកបានសមត្ថភាពដែលយើងមានបើយើងកំណត់គោលដៅយើងចង់បានច្រើនប៉ុន្តែបើសិនជាវាមិនបានច្រើនហ្នឹងក៏យើងព្រមតាមអ្វីដែលជាលទ្ធផលនៃការពឹងផ្អែករបស់យើងហើយយើងប្រឹងបន្តទៅទៀតទៅអត់ក្តៅក្រហាយអត់មូម៉ៅអត់ប្រៀបធៀបជាមួយអ្នកដទៃទៅហេតុអីបានគេរកបានច្រើនជាងយើងហើយយើងមិនគប់បានតិចជាងគេហើយមូម៉ៅក្តៅក្រហាយខ្លួនឯងយើងអាចរៀនសូត្រពីអ្នកដទៃបានត្រង់ចំណុចណាល្អប៉ុន្តែកុំឲ្យយកភាពជោគជ័យរបស់អ្នកដទៃហ្នឹងមកដុតបំផ្លាញអ្វីដែលជាលទ្ធផលដែលយើងទទួលបានអីយើងរៀនដើម្បីអភិវឌ្ឍខ្លួនឯងមិនមែនមើលគេដើម្បីបំផ្លាញសេចក្តីសុខខ្លួនឯងទេអញ្ចឹងតើតែយើងមានសេចក្តីសន្តោសទើបជីវិតហ្នឹងវាមិនសូវកើតទុក្ខខ្លាំងយើងមើលអ្នកណាដែលចង់ខ្លាំងហើយវាមិនបានហ្នឹងកើតទុក្ខខ្លាំងអញ្ចឹងបានព្រះអង្គសម្ដែងថាសន្តុថៃឋានៈសេដ្ឋាងហ្នឹងអ្នកណាដែលចេះព្រមលមមតាមសមត្ថភាពដែលអាចធ្វើបានហ្នឹងជាអ្នកដែលរស់នៅបានសេចក្តីសុខជាសេចក្តីសន្តោសហ្នឹងជាទ្រព្យដ៏ប្រសើរអនុមោទនា